สตรีពលករខ្មែរម្នាក់ឆ្លងដែនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្រាប់តែចំពេលឈឺពោះសម្រាប់កូនតែម្ដងនៅថ្ងៃទី2ខែកក្កដាឆ្នាំ2025លោកគៀតហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាស្ត្រីជាពលករខ្មែរម្នាក់ខណៈចេញពីប្រទេសថៃត្រឡប់ចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតឈឺពោះសម្រាប់កូនត្រូវបានអាជ្ញាធរខេត្តក្រុងមន្ត្រីពាក់ព័ន្ធជុំវិញច្រករួមជាមួយនឹងក្រុមគ្រូពេទ្យប្រចាំការទទួលពលករវិលត្រឡប់មកប្រទេសវិញនោះក្រោមការណែនាំរបស់លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតដីថ្មីលោកអភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាស្ត្រីដែលជាពលករខ្មែរឈ្មោះសេងកែវមុនីភេទស្រីអាយុជាង30ឆ្នាំមានស្រុកកំណើតនៅស្រុកពីមរខេត្តព្រៃវែងហើយលោកអភិបាលក្រុងបានឧបត្ថម្ភស្ត្រីសម្រាប់កូនចំនួនថវិកា80,000 រៀលពេលដែលស្ត្រីខាងលើមានសុខភាពរឹងមាំអាចចេញពីពេទ្យបានរួចក្រុមការងារនឹងដឹកជញ្ជូនគាត់ដល់ទីលំនៅឋានវិញលោកអោកទីណាប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែតបានបន្តទៀតថាស្ត្រីដែលឈឺពោះឆ្លងទន្លេសម្រាលកូននេះកើតបានកូនប្រុសទម្ងន់3គីឡូក្រាមសម្រាលនៅម៉ោង 14:10 នាទីនៅថ្ងៃទី2ខែកក្កដាឆ្នាំ2025ទាំងម្ដាយនិងកូនមានសុខភាពល្អធម្មតាហើយឥឡូវកំពុងឲ្យពួកគាត់សម្រាកពេលបានរឹងមាំទើបអនុញ្ញាតឲ្យពួកគាត់ទៅសម្រាកនៅលំនៅឋានវិញ